ចឹង episode ទី5នេះគឺរឿងហ្នឹងខ្លីមែនទេមិនតិចទេ short តែ sharp ខ្ញុំយករឿងហ្នឹងមកនិយាយដោយសារតែបើជាខ្ញុំមិនដឹងថាគួរធ្វើម៉េចអញ្ចឹងខ្ញុំចង់បានយោបល់ពីអ្នកទាំងអស់គ្នាណាចំណងជើងគេតើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានខឹងប្រពន្ធរបស់ខ្ញុំពីរឿងដែលកើតឡើងយូរហើយតាំងពីពួកខ្ញុំទៅតែនៅសេពគប់គ្នាសង្ខេបសាច់រឿងមកឲ្យខ្លីខ្ញុំបានរៀបការជាមួយនឹងប្រពន្ធរបស់ខ្ញុំជាង20ឆ្នាំហើយពួកយើងមានកូន3នាក់ប៉ុន្តែថ្មីនេះខ្ញុំទៅតែដឹងរឿងមួយដែលបានកើតឡើងកាលពីខ្ញុំនឹងគាត់អត់ទាន់បានរៀបការទៅតែនៅសេពគប់គ្នាកាលនោះមិត្តស្រីរបស់ខ្ញុំគាត់បានទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងមិត្តភក្តិផ្សេងទៀតរួមទាំងសង្សារចាស់របស់គាត់ផងដែរគាត់ទៅញ៉ាំបាយពេលល្ងាចហ្នឹងក្នុងបំណងថាចង់ដឹងសង្សារចាស់ហ្នឹងឥឡូវចាស់ទុំជាងមុនហើយឬនៅព្រោះអីកាលហ្នឹងពួកគេបែកគ្នាដោយសារតែមិត្តប្រុសរបស់គាត់បានក្បត់គាត់2ទៅ3ដងហើយនៅពេលដែលគាត់ដឹងថាម្នាក់ប្រុសហ្នឹងអត់គ្រាន់បើជាងមុនទេនៅតែចរិតដដែលគាត់ក៏ដាច់ចិត្តទៅអំឡុងពេលនោះពួកយើងបានសេពគប់គ្នាបានប្រហែលខែហើយដែររឿងនេះវាកើតឡើងយូរហើយតើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានដឹងរឿងហ្នឹងហើយមានអារម្មណ៍ថាខ្ញុំមិនអស់ចិត្តឃើញហើយដល់គ្នាអូខេខ្ញុំហ្នឹងណាខ្ញុំមិនដឹងថាខ្ញុំគួរធ្វើមិនដូចគ្នាព្រោះខ្ញុំអត់ដែរកាំង20ឆ្នាំហើយមានកូន3ទេប៉ុន្តែខ្ញុំគិតថាវាទៅហើយគ្រាន់តែរឿងប៉ុណ្្នឹងយើងអត់អាចទៅខឹងឬក៏សុំបែកគ្នាសុំលេងគ្នាដោយសាររឿងប៉ុណ្្នឹងទេហើយណាមួយវាយូរហើយប៉ុន្តែប្តីរបស់ខ្ញុំធ្វើចឹងដាក់ខ្ញុំគិតថាខ្ញុំអន់ចិត្តហើយខ្ញុំលេងជឿគាត់ដូចមុនហើយមួយទៀតខ្ញុំលេងសូវគោរពគាត់ដូចមុន like I lost respect ហើយ the trust is kind of broken you know ខ្ញុំគិតថាខ្ញុំនឹងមានអារម្មណ៍ចឹងបើជាអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាចាំជួយ comment ប្រាប់ខ្ញុំនៅក្រោមនឹងផងអញ្ចឹងចាំជួបគ្នានៅ episode ក្រោយទៀតបាយ